ក្រុមប្រដាប់អាវុធរំដោះបាឡូឈីស្ថានបានប្រកាសភ្លាមថាភារវកម្មប្រឆាំងនឹងរថភ្លើងដែលមានដឹកអ្នកដំណើរជាយោធាជាច្រើនអ្នកនៅទីក្រុងកេតានៃខេត្តបាឡូឈីស្ថានខេត្តពាយ័ព្យនៃប្រទេសប៉ាគីស្ថានគឺជាស្នាដៃរបស់ពួកគេបាទតាមរូបភាពវីដេអូបង្ហាញតាំងកញ្ចក់ទូរទស្សន៍ជាតិគេឃើញទូរថភ្លើងបែកធ្លាយធ្លាក់ចេញពីផ្លូវដែកផ្ងាកនៅលើដីហើយមនុស្សម្នានាំគ្នាគោះកកាយគំនោបំណែកផ្ទុះដើម្បីជួយជនរងគ្រោះក្រែងនៅមានជីវិតកំពុងជាប់កុននៅទីនោះកងកម្លាំងយោធាជាច្រើនអ្នកផ្សេងទៀតក៏បានចេញធ្វើប្រតិបត្តិការរក្សាសន្តិសុខដែរគិតត្រឹមរសៀលថ្ងៃអាទិត្យទី24ឧសភាអាជ្ញាធរប៉ាគីស្ថានបានប្រកាសថាមានទាហានជាច្រើនអ្នកស្ថិតក្នុងចំណោមអ្នកស្លាប់និងជាង50អ្នករងរបួសអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់បានរៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថារថភ្លើងត្រូវដឹកអ្នកដំណើរជាទាហាននិងក្រុមគ្រួសារចេញពីទីក្រុងកេតាសម្ដៅទៅក្រុងពេសាវ៉ាចេញដំណើរបានតែបន្តិចនិងនៅពេលឆ្លងផ្លូវថ្នល់ស្រាប់តែមានរថយន្តបង្កៃមួយគ្រឿងមានផ្ទុកជាតិផ្ទុះប្រមាណ35គីឡូក្រាមបើកមុខបុកទូរថភ្លើងបណ្ដាលឲ្យមានករណីផ្ទុះយ៉ាងសន្ធោសន្ធៅឡើងនិងបានបំផ្លាញដល់រថយន្តចតក្បែរនោះជាច្រើនគ្រឿងទៀតជាមួយនឹងសាររំលែកទុកគ្រួសារជនរងគ្រោះប្រធានាធិបតីប៉ាគីស្ថានដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងបានប្រកាសចាត់ទុកភារវកម្មនេះថាជាទង្វើដ៏កំសាន្តបាឡូឈីស្ថានជាខេត្តដែលមានផ្ទៃដីធំនិងក្រីក្រជាងគេបំផុតរបស់ប៉ាគីស្ថានមិនសូវមានការអភិវឌ្ឍសេដ្ឋកិច្ចអប់រំនិងការងារក្រមផ្ដាច់ទឹកដីនិយមបាឡូឈីស្ថានបានចោទរដ្ឋាភិបាលប៉ាគីស្ថានថាបានធ្វើអាជីវកម្មធនធានឧស្ម័នធម្មជាតិនិងធនធានរ៉ែដ៏សម្បូរបែបរបស់តំបន់ដោយមិនបែងចែកភាគលាភដល់ប្រជាជនជាម្ចាស់ស្រុកតាំងតែពីប្រមាណឆ្នាំចុងក្រោយមកនេះក្រមយោធារំដោះបាឡូឈីស្ថានដែលជាចលនាប្រដាប់អាវុធដ៏ចម្បងរបស់ក្រមផ្ដាច់ទឹកដីនិយមនៅភាគពាយ័ព្យនៃប្រទេសតែងតែបញ្ចេញសកម្មភាពប្រឆាំងបំផ្លាញទីតាំងយោធាទីតាំងនគរបាលព្រមទាំងរដ្ឋបាលស៊ីវិលជាច្រើនតាមរយៈការវាយប្រហារដោយអាវុធឬដោយភារវកម្មអត្តឃាតនៅតាមតំបន់និងខេត្តផ្សេងៗទៀតរបស់ប៉ាគីស្ថានសហរដ្ឋអាមេរិកក៏បានចាត់ទុកចលនាប្រដាប់អាវុធនេះថាជាក្រុមភេរវនិយមដែរ